ចាវេលាគ្រានេះសង្ខេបយកដោយសារថ្ងៃក៏ត្រង់ហើយនឹងខ្ញុំសូមលើកយកអំពីទូនីតិរបស់កូនល្អមាន5យ៉ាងហើយនឹងទូនីតិរបស់មេដាបេដាល្អក៏មាន5យ៉ាងដូចគ្នាចាសូមលោកអ្នកស្ដាប់យកជាបញ្ញាដើម្បីប្រព្រឹត្តនៅក្នុងថ្ងៃជាប្រចាំថ្ងៃដើម្បីដើរតួជាពលរដ្ឋល្អជាមនុស្សល្អនៅក្នុងសង្គមចាទូនីតិរបស់កូន5យ៉ាងមានអ្វីខ្លះទី1កូនត្រូវចេះចិញ្ចឹមមេដាបេដាវិញបើមានលទ្ធភាពនឹងទូនីតិជាកូនល្អការចិញ្ចឹមបើយើងនៅក្មេងតែអាចចិញ្ចឹមបានអត់យើងមិនអាចចិញ្ចឹមបានប៉ុន្តែយើងគួរតែផ្ដល់អ្វីដែលយើងអាចផ្ដល់ចំពោះមេដាបេដាបានរបស់តិចតួចក្តីក៏រាប់ថាជាការដឹងគុណទៅដល់មេដាបេដាដែរចុះទី2នោះអ្វីទី2កូនល្អត្រូវចេះជួយការងារឪពុកម្ដាយមិនថាការងារតិចការងារច្រើនការងារធ្ងន់ការងារស្រាលមានពេលតិចក៏ជួយតិចមានពេលច្រើនក៏ជួយច្រើនតាមលទ្ធភាពដែលយើងអាចជួយបានព្រោះយើងនៅក្មេងយើងមិនទាន់ចេះរកស៊ីអីអញ្ចឹងការងារណាដែលអាចជួយបានក៏ជួយបើជាមនុស្សចាស់យើងក៏មានឪពុកម្ដាយយើងក៏ជួយការងារណាដែលអាចយកទុកធរៈបានចំពោះមេដាបេដាក៏ជួយតាមអ្វីដែលអាចជួយទៅបានចា៎ទី3ដូចយ៉ាងណាទី3ត្រូវថែរក្សាពូជពង្សវង្សត្រកូលឲ្យបានល្អប្រសើរអញ្ចឹងយើងត្រូវចេះរក្សាពូជពង្សយើងពូជពង្សពីដើមខ្មែរគឺមានពូជល្អពូជល្អនេះគឺជាបុគ្គលដែលល្អមានសិលធម៌ត្រង់សិលធម៌ល្អមិនថាកាយមិនថាវិជ្ជាមិនថាចិត្តការប្រព្រឹត្តនោះក៏ល្អវិជ្ជានោះក៏ល្អមានសិលធម៌ល្អអញ្ចឹងយើងត្រូវរក្សាពូជពង្សវង្សត្រកូលរបស់ខ្មែរយើងហ្នឹងជាពូជពង្សខ្មែរផងជាពូជពង្សយើងផងចាឲ្យចូលទី4នោះយ៉ាងណាទី4យើងត្រូវធ្វើខ្លួនឲ្យសមជាអ្នកទទួលនៅគេមរតករបស់មេដាបេដាយើងទោះជាមេដាបេដាមិនមានទ្រព្យច្រើនសម្រាប់ចែកប៉ុន្តែគួរដឹងថាជីវិតដ៏ថ្លៃកាត់ថ្លៃប្រមាណនេះគឺជាអ្វីដែលមេដាបេដាចែកឲ្យកូនទាំងឡាយទ្រព្យមិនថាតិចតួចដែលមេដាបេដាឲ្យកូនគិតថាយើងគិតថាតិចតួចយ៉ាងណាប៉ុន្តែដោយក្តីស្រឡាញ់របស់មេដាបេដាអញ្ចឹងកូនត្រូវប្រើប្រាស់ទ្រព្យរបស់មេដាបេដាដែលបានរកមកដោយក្តីស្រឡាញ់នេះប្រើឲ្យបានត្រឹមត្រូវនៅក្នុងសង្គមហើយចូលទី5នោះយ៉ាងណាជាកូននៅពេលដែលឪពុកម្ដាយស្លាប់ឬក៏ចែកឋានទៅយើងជាកូនត្រូវធ្វើបុណ្យតេកណាទានឬក៏តេកណានុទានឧទ្ទិសបុណ្យកុសលទៅដល់លោកដែលបានចែកឋានទៅសួរថាតេកណាទានតេកណានុទាននោះធ្វើយ៉ាងណាបើយើងអត់ដឹងការដែលធ្វើបុណ្យតេកណាទាននេះគឺត្រឹមតែយើងដាក់ទានចំពោះមនុស្សដែលមានសិលតាមរយៈដែលមានសិលមិនថាជាប្រសង់ឬក៏អ្នករក្សាត្រឹមសិល5ក្តីសិល8ក្តីអបោសិលក្តីអស់តែបុគ្គលមានសិលយើងធ្វើទានត្រឹមបាយមួយវេស្ដែងមួយគួរក៏រាប់ថាជាទានដ៏ប្រសើរអាចឧទ្ទិសទៅដល់មេដាបេដាបានអញ្ចឹងការដែលចេះឧទ្ទិសទានទៅដល់មេដាបេដាក៏គួរតែមានសិលស្អាតគឺរក្សាសិល5នឹងឯងចឹងអញ្ចឹងបានជាអាចារ្យនៅពេលដែលទៅវត្តឬក៏កម្មវិធីណាមួយឲ្យតែទទួលនូវសេចក្តីល្អគឺតែងតែសមាទានសិលដើម្បីឧទ្ទិសទៅដល់ញាតិដែលបានស្លាប់ទៅអញ្ចឹងយើងគួរតែបង្អោនកាយបង្អោនចិត្តឲ្យស្អាតដើម្បីឧទ្ទិសទៅដល់មេដាបេដាឬក៏ញាតិនៅក្នុងវត្តដាក់នេះដែលបានចែកឋានទៅអញ្ចឹងអ្វីទាំងឡាយយើងគិតថាលំបាកមិនមែនជាការលំបាកទេប៉ុន្តែមកពីការដឹងអញ្ចឹងយើងរៀនដឹងទាំងអស់គ្នាដឹងតិចក្តីច្រើនក្តីក៏ជាការដឹងអញ្ចឹងសម្រាប់ទូនីតិកូនធ្វើបានតែ5ហ្នឹងក៏រាប់ថាជាកូនដ៏ប្រសើរដើរតាមគន្លងរបស់ព្រះសម្មាសម្ពុទ្ធធម៌ទាំងឡាយនេះមិនមែនជាធម៌របស់នាងខ្ញុំប៉ុន្តែជាធម៌របស់ព្រះសម្មាសម្ពុទ្ធសម្ដែងទុកចា៎ចុះនៅពេលដែលយើងបានធ្វើទូនីតិជាកូនល្អហើយនៅពេលដែលយើងធំឡើងដូចយើងទី12ទីអីធំហើយមែនទេអញ្ចឹងទីទៀតត្រូវត្រៀមខ្លួនធ្វើជាមេដាបេដាគេពេលដែលធ្វើខ្លួនជាមេដាបេដាគេក៏ត្រូវមានទូនីតិ5យ៉ាងទៀតតើទូនីតិ5យ៉ាងរបស់មេដាបេដានោះយ៉ាងណាទី1ត្រូវបង្រៀនកូនមិនឲ្យកូនសាងនៅអំពើបាបមិនថាបាបតិចបាបច្រើនមិនត្រូវឲ្យកូនសាងជារឿយៗឡើយដោយសារយើងត្រូវបណ្ដុះសន្តានកូនឲ្យល្អហើយក៏កុំភ្លេចបណ្ដុះសន្តានខ្លួនឯងផងដែរចា៎ទី2នោះយ៉ាងណាទី2ត្រូវបង្រៀនកូនឲ្យចេះធ្វើបុណ្យសាងកុសលមិនថាជាការដាក់ទានដាក់បាតឬក៏ធ្វើអ្វីក៏ដោយឲ្យតែជាសេចក្តីល្អត្រូវធ្វើជារឿយៗដើម្បីសន្សំជាសន្តានទី3នោះយ៉ាងណា ទ
ទី3យ៉ាងណាលោកដែរស្ដាប់តិចណាប្រយ័ត្នងក់ហើយឲ្យដឹងថាទូនីតិមេដាបៃតាយើងហ្នឹងពេលដែលយើងខ្លាយជាមេដាបៃតាគេត្រូវត្រៀមខ្លួនហើយឥឡូវហ្នឹងបើយើងមិនទាន់ត្រៀមខ្លួនក៏យើងត្រូវដឹងថាតើមេដាបៃតារបស់អាត្មាអញហ្នឹងរាល់ថ្ងៃចាយសេចក្តីល្អអ្វីខ្លះដល់ខ្លួនអញ្ចឹងទី1គឺលោកមិនឲ្យយើងសាងបាបទី2លោកឲ្យយើងហ្នឹងរក្សានៅសេចក្តីល្អចម្រើននៅសេចក្តីល្អទី3គឺមេដាបៃតាហ្នឹងឲ្យយើងរៀនសូត្រតែរាល់ថ្ងៃយើងរៀនសូត្រមែនអត់យើងរៀនសូត្រចំណាយប្រាក់ការនោះក៏ច្រើនអញ្ចឹងនេះជាគុណរបស់លោកនៅសែនល្អនៅពេលដែលយើងខ្លាចទៅជាមេដាបៃតាគេក៏ដូចគ្នាត្រូវទុកពេលវេលាឬក៏ប្រាក់ខាងដើម្បីឧបត្ថម្ភកូនឲ្យកូនរៀនសូត្រទី4ហ្នឹងយើងត្រូវជាម្ដាយឪពុកហ្នឹងត្រូវរើសគូសកលឲ្យកូននេះគឺជាការសម្ដែងរបស់ព្រះសម្មាសម្ពុទ្ធសម្ដែងទុកដូចគ្នាឪពុកម្ដាយត្រូវរើសគូសកលឲ្យកូនដោយសារឪពុកម្ដាយរើសគូសកលឲ្យកូនគឺមើលគ្រប់ជ្រុងជ្រោយតាំងពូជពងវងតកលសន្តាននៃការប្រព្រឹត្តគឺមិនមែនឃើញភ្លាមស្រឡាញ់ភ្លាមដូចក្មេងសម័យឥឡូវទេក្មេងមកកាលណាស្រឡាញ់គ្នាគឺមើលតែមួយជ្រុងតូចអញ្ចឹងមានការជ្រុះជ្រោយមានការថាចន្លោះអញ្ចឹងងាយនឹងការបែកបាក់គ្នាប៉ុន្តែមេដាបៃតាដែលស្រឡាញ់កូនតែមានប្រពៃធម៌ផងមានធម៌ផងកាលណាដែលរើសគូសកលឲ្យកូនគឺលោកលំអិតលំអន់ណាស់រឿងពូជពងវងត្រកូលនឹងតែម្ដងអញ្ចឹងយើងជាក្មេងសម័យថ្មីបើគួរស្ដាប់លោកបានក៏គួរស្ដាប់ណាបើស្ដាប់មិនបានទេក៏តាមតាណៅប៉ុន្តែពិចារណាផងពីព្រោះមិនមែនស្តែមេដាបៃតាស្តែគិតត្រូវធ្វើត្រូវនោះទេយើងពិចារណាថាតើចិត្តរបស់លោកបតីរបស់លោកនោះអប់រំយើងហ្នឹងឲ្យយើងល្អអត់ឬក៏ចង់ឈ្នះឬក៏យ៉ាងណាយើងពិចារណាខ្លួនឯងព្រោះយើងធំដែរចា៎ហើយចុះទី5នោះយ៉ាងណាមកទី1ឪពុកម្ដាយត្រូវបង្រៀនកូនមិនឲ្យកូនសាងបាបទី2ឪពុកម្ដាយត្រូវបង្រៀនកូនឲ្យមានសាសសេចក្តីល្អទី3ឪពុកម្ដាយត្រូវឲ្យកូននឹងរៀនសូត្រទី4ឪពុកម្ដាយត្រូវរើសគូសកលឲ្យកូនទី5ឪពុកម្ដាយត្រូវចែកទ្រព្យសម្បត្តិឲ្យកូននឹងឲ្យបានសមរម្យទៅតាមលទ្ធភាពបើលោកមានតិចក៏ត្រូវទទួលយកដែរណាយើងជាកូនប៉ុន្តែអ្វីដែលលោកចែកឲ្យនេះគឺសុទ្ធតែជាសេចក្តីស្រឡាញ់អញ្ចឹងនៅក្នុងទូនីតិកូននិងទូនីតិឪពុកម្ដាយគឺមានតែប៉ុណ្ណឹងទេកូនល្អតែមានទូនីតិ5យ៉ាងម្ដាយឪពុកល្អក៏ត្រូវមានទូនីតិ5យ៉ាងដូចគ្នាអញ្ចឹងយើងជាកូនយើងសិតតែមានឪពុកម្ដាយសូម្បីតែលោកយាយលោកតាជាម្ដាយផងជាឪពុកផងហើយក៏ជាកូនផងដែរអញ្ចឹងត្រូវមានទូនីតិ10ដល់ពេលយើងនៅក្មេងយើងមានតែ5ទេយើងអត់សូវធ្ងន់ទេប៉ុន្តែលោកតាលោកយាយមានទូនីតិដល់តែ10អញ្ចឹងដោយវេលាពេលនេះក៏ខ្លីខ្ញុំបកករណាហ្នឹងក៏មិនបានសម្រាយឲ្យបានបោះម៉ាយក៏សង្ខេបទៅតាមពេលវេលាហើយក៏សូមប្រមូលមេផលឧទ្ទិសកុសលទៅដល់មេដាបិតាឧទ្ទិសដល់ខ្លួនឯងផងទៅដល់ញាតិក្នុងវត្តៈផងហើយក៏សូមអនុមោទនាចំពោះញាតិមិត្តពុទ្ធបរិស័ទដែលមានវត្តមាននៅទីនេះសូមបានជាបុណ្យកុសលស្មើគ្នាសូមអនុមោទនាសូមអនុមោទនាបុណ្យសូមអនុមោទនាសាធុកូនថាសាធុលើកូន